ម៉ាថាយចំពោកទី11ការព្រះយេស៊ូវបានផ្ដាំពួកសិស្សទាំង12នាក់រួចហើយនោះទ្រង់ក៏យាងចេញពីទីនោះដើម្បីនឹងទៅបង្រៀនហើយសម្ដែងក្នុងអស់ទាំងក្រុងរបស់គេរីឯយូហានដែលជាប់នៅក្នុងគុកគាត់បានឮពីការទាំងប៉ុន្មានដែលព្រះគ្រីស្ទទ្រង់ធ្វើហើយក៏ចាត់សិស្សពីគាត់ពីរនាក់ឲ្យទៅទូលសួរថាតើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះឬត្រូវឲ្យយើងខ្ញុំចាំមួយព្រះអង្គទៅទៀតហើយព្រះយេស៊ូវទ្រង់មានបន្ទូលតបថាចូលទៅប្រាប់យូហានពីសេចក្តីទាំងប៉ុន្មានដែលអ្នកកំពុងតែឮហើយនិយាយចុះគឺថាមនុស្សខ្វះបានភ្លឺមនុស្សខ្វិនបានដើររួចមនុស្សខ្លងបានជាស្អាតមនុស្សថ្លង់បានឮមនុស្សស្លាប់បានរស់ឡើងវិញហើយមនុស្សទាល់ក្របានឮដំណឹងល្អផងមានពរហើយអ្នកណាដែលមិនរវិតចិត្តដោយពួកខ្ញុំកំពុងដែលអ្នកទាំងពីរនោះចេញទៅនោះព្រះយេស៊ូវទ្រង់ផ្ដាំមានបន្ទូលនឹងហ្វូងមនុស្សពីយូហានថាតើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថានបានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអីតើបានទៅមើលអ្វីបានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអីមើលអស់អ្នកដែលពាក់អាវទន់ភ្លន់នោះសុទ្ធតែនៅក្នុងដំណាក់ស្ដេចទេចុះអ្នករាល់គ្នាបានទៅមើលអ្វីមើលហោរាឬអីមិនមែនហើយខ្ញុំប្រាប់អ្នករាល់គ្នាថាគាត់ក៏លើសជាងហោរាផងត្បិតគឺពីអ្នកនេះហើយដែលមានសេចក្តីចែងទុកមុខថាមើលអញចាត់ទូតអញឲ្យទៅមុនឯងទូតនោះនឹងរៀបចំផ្លូវនៅមុខឯងខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមកនោះគ្មានអ្នកណាបានធំជាងយូហានបាបទីសទេប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌នោះធំជាងគាត់ហើយតាំងតែពីគ្រាយូហានបាបទីសដល់រាបដល់គ្រាឥឡូវនេះនោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផងពីព្រោះអស់ទាំងហោរានិងក្រឹតវិន័យបានពីដល់រាបមកដល់គ្រាលោកយូហានហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះនោះគឺលោកនេះហើយដែលជាលោកអេលីយ៉ាដែលត្រូវមកអ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ចូលស្ដាប់ចុះតើត្រូវឲ្យខ្ញុំធៀបដំណរមនុស្សនេះជាអ្វីគឺប្រៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារដែលស្រែកទៅគ្នាវាថាយើងបានផ្លុំខ្លុយឲ្យឯងតែឯងមិនបានរំយើងបានទួញយំទំនួញឲ្យឯងតែឯងមិនបានយំទេត្បិតយូហានបានមកមិនស៊ីមិនផឹកសោះតែគេថាគាត់មានអារក្សចូលឯកូនមនុស្សបានមកទាំងស៊ីទាំងផឹកផងគង់តែគេថាមើលនេះជាអ្នកល្មមស៊ីផឹកច្រើនជាមិត្តសម្លាញ់របស់ពួកយកពុននិងមនុស្សមានបាបប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវដោយផលដែលបង្កើតនោះទ្រង់ចាប់ទាំងបន្ទោសដល់អស់ទាំងក្រុងជាកន្លែងដែលទ្រង់បានធ្វើឫទ្ធិបារមីជាច្រើនពីព្រោះគេមិនបានប្រែចិត្តសោះគឺទ្រង់មានបន្ទូលថាទេវតាដល់ឯងខូរ៉ាស៊ីនអើយវេទនាដល់ឯងបេសាយដាអើយពីព្រោះឯការឫទ្ធិបារមីដែលធ្វើនៅកណ្ដាលឯងបើបានធ្វើនៅកណ្ដាលក្រុងទីរ៉ូសនិងសូដូនវិញនោះគេនឹងបានប្រែចិត្តជាយូរមកហើយទាំងស្លៀកពាក់សម្ពុតថ្មីហើយប្រលាក់ដោយផេះផងប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជម្រះនៅទីរ៉ូសនិងក្រុងសូដូននឹងទ្រាំបានងាយជាងឯងរាល់គ្នាហើយឯងកាលពលិមអើយដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយឯងនឹងត្រូវទម្លាក់ចុះនៅស្ថានឃុំព្រលឹងមនុស្សស្លាប់វិញពីព្រោះការឫទ្ធិបារមីដែលបានធ្វើនៅកណ្ដាលឯងបើបានធ្វើនៅក្រុងសូដមវិញនោះក្រុងគេនឹងបានស្ថិតស្ថេរនៅដល់រាបដល់សព្វថ្ងៃនេះដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា
នៅថ្ងៃជំនុំជម្រានោះក្រុងសូដុំនឹងទ្រាំបានងាយជាជាងឯងនៅពេលនោះព្រះយេស៊ូវទ្រង់មានបន្ទូលថាអោព្រះវរបិតាជាព្រះអង្គម្ចាស់នៃឋានសួគ៌និងផែនដីអើយទូលបង្គំសរសើរដល់ទ្រង់ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញហើយនឹងពួកប្រាជ្ញឆ្លៀសវៃតែបានសម្ដែងឲ្យពួកកូនក្មេងយល់វិញនឹងហើយព្រះវរបិតាអើយត្បិតទ្រង់បានសពព្រះハរតីយ៉ាងដូចនេះគ្រប់ទាំងសេចក្តីអស់ទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេមានតែព្រះវរបិតាតែមួយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរមានតែព្រះរាជបុត្រាហើយនឹងអ្នកណាដែលព្រះរាជបុត្រាសពព្រះハរតីចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះអស់អ្នកដែលនៅព្រួយហើយផ្ទុកខ្លួនចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាកចូលទទួលនឹងខ្ញុំហើយរៀននឹងខ្ញុំចុះត្បិតខ្ញុំស្លូតហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹងពីព្រោះនឹមខ្ញុំងាយទេហើយបន្ទុកខ្ញុំក៏ស្រាល